ឈានចូលមកដល់ឆ្នាំ2019គឺជាឆ្នាំទី3នៃការធ្វើលំហាត់នាមាសរវាងកងយុទ្ធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិនក្រោមកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពទាំងពីរកម្ពុជានិងចិននៅឆ្នាំ2019កងទ័ពទាំងពីរបានបន្តធ្វើលំហាត់រួមគ្នាដោយបានពង្រីកពីការធ្វើលំហាត់ទៅជាការធ្វើសមយុទ្ធដែលមានឈ្មោះថាសមយុទ្ធនាមាស2019ក្រោមប្រធានបទរួមគ្នាប្រឆាំងភេរវកម្មនិងការងារមនុស្សធម៌ដែលសមយុទ្ធនាមាស2019មានរយៈពេល18ថ្ងៃចាប់ពីថ្ងៃទី9ដល់ថ្ងៃទី26ខែមីនាឆ្នាំ2019នៅទីលានបាញ់គ្រាប់ពិតសាលាវឹកវើដេជោសែនជុំគិរីស្ថិតនៅក្នុងភូមិត្រពាំងវែងឃុំត្រពាំងរាំងស្រុកជុំគិរីខេត្តកំពតសូមបញ្ជាក់ថាបន្ទាប់ពីគណៈកម្មការដឹកនាំលំហាត់រួមគ្នារវាងកងយុទ្ធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិនបានធ្វើការប្រុងប្រៀបរួចមកពិធីបើកធ្វើសមយុទ្ធជាផ្លូវការបានធ្វើឡើងនាថ្ងៃទី13ខែមីនាឆ្នាំ2019ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមស្នេហ៍វង្សពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទនិងឯកឧត្តមស្នេហ៍ផ្ទោហ្វេងសៀងនាយរងស្នាធិការកងទ័ពជើងគោកតំបន់យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនតាមសេចក្តីរាយការណ៍របស់ឯកឧត្តមស្នេហ៍តូប៉ែនសុក្រិតវិជាប្រធានក្រុមការងារចាត់ចែងទូទៅនិងដឹកនាំធ្វើសមយុទ្ធនាមាស2019បានឲ្យដឹងថាសមយុទ្ធនាមាស2019រវាងកងយុទ្ធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិនគឺក្នុងរូបភាពថ្នាក់វរៈស្នាតូចដែលបានយកប្រធានបទសមយុទ្ធរួមគ្នាប្រឆាំងភេរវកម្មនិងការងារមនុស្សធម៌ខ្លឹមសារនិងពិធីសាស្ត្រមានដូចជាទី1លំហាត់ទីបញ្ជាការចាត់តាំងធ្វើផែនការប្រយុទ្ធថ្នាក់វរៈស្នាតូចការដាក់ចេញនៅសេចក្តីសម្រេចចិត្តប្រយុទ្ធការរៀបចំប្រព័ន្ធបញ្ជាការបញ្ជាសមយុទ្ធលើតុខ្សាច់និងការគ្រប់គ្រងបញ្ជាប្រតិបត្តិការប្រឆាំងភេរវកម្មទី2លំហាត់លើទីលានបែងចែកជាដំណាក់កាលរួមមានការឃ្លាំសង្កេតស៊ើបការឡោមព័ទ្ធការសហការវាយលុកការវាយកំទេចជាដំណាក់កាលការរំដោះចំណាត់ខ្មាំងការបោះសម្អាតនិងកំទេចជំរំភេរវករនិងការងារមនុស្សធម៌កម្លាំងដែលចូលរួមក្នុងសមយុទ្ធនាមាស2019កងទ័ពរំដោះប្រជាជនចិនមានចំនួន252នាក់និងកងយុទ្ធពលខេមរភូមិន្ទមានចំនួន2542នាក់ដោយឡែកសម្ភារៈរបស់ភាគីចិនដែលបានចូលរួមក្នុងសមយុទ្ធនាមាសឆ្នាំ2019រួមមានឧទ្ធម្ភាគចក្រមី171ចំនួន3គ្រឿងឧទ្ធម្ភាគចក្រ Z9 ចំនួន3គ្រឿងរថក្រោះ9គ្រឿងរថពាសដែក25គ្រឿងរួមនឹងបរិក្ខារអាវុធធុនស្រាលនិងគ្រាប់រំសេវជាច្រើនទៀតចំណែកឯសម្ភារៈរបស់កងយុទ្ធពលខេមរភូមិន្ទដែលបានមកចូលរួមសមយុទ្ធមានឧទ្ធម្ភាគចក្រមី17ចំនួន1គ្រឿងឧទ្ធម្ភាគចក្រ Z9 ចំនួន3គ្រឿងកាំភ្លើងធំ122មីលីម៉ែត្រ D30A ចំនួន12ដើមកាំភ្លើងត្បាល់រួមមាន60មីលីម៉ែត្រ80មីលីម៉ែត្រនិង100មីលីម៉ែត្រសរុបចំនួន9ដើមរថក្រោះ9គ្រឿងរថពាសដែក8គ្រឿងនិងអាវុធធុនស្រាលសរុប64ដើម
ទាប់ពីបានប្រារព្ធពិធីបើកការវឹកវើធ្វើសមយុទ្ធនាគមាស2019បានប្រព្រឹត្តទៅនៅលើទីលានវឹកវើរបស់សាលាវឹកវើដេជោសែនជុំគិរីនៅក្នុងខេត្តកំពតតាមផែនការវឹកវើនៃសមយុទ្ធនាគមាស2019កងទ័ពទាំងពីរកម្ពុជានិងចិនបានរួមគ្នាវឹកហាត់ជំនាញប្រយុទ្ធប្រឆាំងភេរវកម្មដោយប្រើប្រាស់កម្លាំងទ័ពពិតចំណុចសំខាន់នៃការវឹកវើគឺស្រាវជ្រាវវិធីសាស្ត្រប្រើប្រាស់យុទ្ធវិធីក្បួនប្រយុទ្ធការរៀបចំកម្លាំងប្រតិបត្តិការនិងសហការបញ្ជាប្រយុទ្ធក្នុងប្រតិបត្តិការប្រឆាំងអំពើភេរវកម្មជំរុញលើកកម្ពស់សមត្ថភាពកងទ័ពទាំងពីរក្នុងប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងភេរវកម្មបន្ថែមខ្លឹមសារឲ្យកាន់តែសម្បូរបែបក្នុងកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៃកងទ័ពទាំងពីរពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកំឡុងពេលធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជាចិនថ្នាក់ដឹកនាំកងទ័ពទាំងពីរដែលទទួលខុសត្រូវលើការងារដឹកនាំធ្វើសមយុទ្ធដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ឥតសរ៉ាត់អគ្គបញ្ជាការរងនាយស្នាធិការចម្រុះកងយុទ្ធពលខេមរភូមិន្ទនិងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់រួមគ្នារវាងកងយុទ្ធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិននិងភាគីចិនដឹកនាំដោយលោកវរៈស្នេហ៍ឯកពិសេសស៊ូខឺប្រធានក្រុមការងារដឹកនាំសមយុទ្ធនាគមាស2019របស់កងទ័ពរំដោះប្រជាជនចិនតែងតែប្រជុំដកពិសោធន៍ការងារជាមួយគ្នាជាប្រចាំដើម្បីរកឲ្យឃើញនៅចំណុចខ្លាំងនិងចំណុចខ្សោយនៃដំណើរការអនុវត្តការងារធ្វើសមយុទ្ធលើគ្រប់មុខជំនាញទាំងអស់ព្រមទាំងបានធ្វើការណែនាំចង្អុលបង្ហាញរាល់ចំណុចខ្វះខាតដល់បណ្ដាអង្គភាពដែលបានចូលរួមធ្វើសមយុទ្ធឲ្យអនុវត្តភារកិច្ចរបស់ខ្លួនឲ្យចំគោលដៅឲ្យមានប្រសិទ្ធភាពនិងទទួលបានសុវត្ថិភាពក្នុងពេលធ្វើការវឹកហាត់តាមរយៈប្រជុំផ្លាស់ប្ដូរបទពិសោធន៍ការងារគ្នាទៅវិញទៅមកនេះកងទ័ពទាំងពីរក៏បានសនំពរដល់ស្ថាប័នកងឯកភាពនាយទាហានរងនិងពលទាហានដែលមានភារកិច្ចចូលរួមក្នុងសមយុទ្ធត្រូវយកចិត្តទុកដាក់គ្រប់វិន័យអនុវត្តឲ្យបានម៉ឺងម៉ាត់និងត្រឹមត្រូវតាមផែនការបានកំណត់បន្ទាប់ពីបានធ្វើការខិតខំវឹកហាត់អស់រយៈពេលជាង10ថ្ងៃនៅថ្ងៃបិទសមយុទ្ធនាគមាសឆ្នាំ2019កងទ័ពទាំងពីរកម្ពុជានិងចិនបានធ្វើការសម្ដែងរួមគ្នាក្នុងប្រតិបត្តិការចូលរំដោះចំណាត់ខ្មាំងនិងការកំទេចបោះសម្អាតទីតាំងជំរំរបស់ក្រុមភេរវករការសម្ដែងរួមគ្នានោះដោយបានបែងចែកជា2កងឯកភាពនិង8ក្រុមចែកចេញជា4ប្រតិបត្តិការដោយបានធ្វើការបែងចែកជាដំណាក់កាលដែលនៅក្នុងដំណាក់កាលទី1ជាប្រតិបត្តិការស៊ើបការនិងត្រៀមលក្ខណៈប្រុងប្រៀបប្រយុទ្ធក្នុងដំណាក់កាលនេះការស៊ើបការលើជំរំលាក់ខ្លួនរបស់ភេរវករត្រូវប្រើប្រាស់ដោយដ្រូនគ្មានមនុស្សបើកក្នុងដំណាក់កាលទី2ជាប្រតិបត្តិការពង្រាយកម្លាំងឡោមព័ទ្ធតាមចំណុចនិងគោលដៅដែលនៅក្នុងដំណាក់កាលនេះទីបញ្ជាការបានវិនិច្ឆ័យច្បាស់លាស់អំពីទីតាំងដែលភេរវករឃុំឃាំងចំណាត់ខ្មាំងហើយបានចាប់ផ្ដើមបញ្ជាកម្លាំងពិសេសសហការពង្រាយកម្លាំងឡោមព័ទ្ធទីតាំងរបស់ភេរវករដើម្បីទប់ស្កាត់កម្លាំងខ្មាំងចល័តបដូរទីតាំងឬរត់គេចក្នុងដំណាក់កាលនេះដែរកងវិស្វកម្មបានពង្រាយឧបសគ្គរារាំងហើយរថក្រោះរថពាដែកក៏បានពង្រាយកម្លាំងឡោមព័ទ្ធគោលដៅផងដែរឈានចូលដល់ដំណាក់កាលទី3ជាប្រតិបត្តិការចូលរំដោះចំណាត់ខ្មាំងដែលនៅក្នុងដំណាក់កាលនេះក្រុមប្រយុទ្ធបានសហការពង្រាយកម្លាំងឡោមព័ទ្ធតំបន់ជំរំទីតាំងភេរវករទាំងស្រុងក្នុងដំណាក់កាលនេះដែរក្រុមវិស្វកម្មបានធ្វើការដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះហើយកំភ្លើង Sniper បានបាញ់កំទេចគោលដៅរបស់ខ្មាំងបន្ទាប់មកក្រុមឧទ្ធម្ភាគចក្រទ័ពពិសេសរំដោះចំណាត់ខ្មាំង
ដែលមានឧទ្ធម្ភិកចក្រប្រភេទមី171ចំនួន2គ្រឿងបានប្រតិបត្តិការហោះចល័តចូលតំបន់អគារឃុំឃាំងចំណាត់ខ្មាំងប្រុងប្រៀបធ្វើការសម្រូតទម្លាក់ទ័ពពីឧទ្ធម្ភិកចក្រដើម្បីប្រតិបត្តិការចូលរំដោះចំណាត់ខ្មាំងហើយទន្ទឹមនឹងនេះក្រុមឧទ្ធម្ភិកចក្រប្រដាប់អាវុធប្រភេទ Z9 ចំនួន4គ្រឿងក្នុងនោះរបស់ភាគីកម្ពុជាចំនួន2គ្រឿងភាគីចិនចំនួន2គ្រឿងបានហោះពីលើសម្រាប់សហការត្រៀមបាញ់គាំទ្រពីលើអាកាសផងដែរឈានចូលដំណាក់កាលទី4ជាដំណាក់កាលប្រតិបត្តិការវាយលុកបោះសម្អាតជំរំភារវកគឺក្រោយពេលវាយប្រហារលើអាកាសកំទេចជំរំភារវករួចមកក្រុមវិស្វកម្មចល័តចូលទៅមុខធ្វើការដោះវត្ថុរារាំងដោះមីនដើម្បីបើកផ្លូវឲ្យក្រុមវាយលុកមានរថក្រោះរថពាដែកបានចូលបាញ់សម្រុកលើកម្លាំងរបស់ភារវកដែលនៅលាក់ខ្លួនហើយក្រុមកំភ្លើងធំ122មីលីម៉ែត្រD30A ត្បាល់60មីលីម៉ែត្រ100មីលីម៉ែត្រធ្វើការប្រុងប្រយ័ត្នបាញ់គោលដៅជំរំភារវកផងដែរ
ការធ្វើសមយុទ្ធនាមាសឆ្នាំ2019គឺជានិមិត្តរូបក្នុងការទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិននិងរវាងកងទ័ពទាំងពីរកម្ពុជាចិនពីព្រោះសមយុទ្ធនេះបានផ្លាស់ប្ដូរបទពិសោធន៍ស្វែងយល់រៀនសូត្រពីគ្នាទៅវិញទៅមកបានរួមគ្នាសាមគ្គីគ្នានិងបង្កើនទំនាក់ទំនងគ្នាតាមយុទ្ធសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរការធ្វើសមយុទ្ធនាមាសនេះក៏បានធ្វើឲ្យកងយុទ្ធពលខេមរភូមិន្ទបានយល់ដឹងពីបច្ចេកវិទ្យាយោធានិងសភាពការថ្មីៗដូចជាការរៀបចំទីបញ្ជាការនិងការដឹកនាំបញ្ជាតាមប្រព័ន្ធព័ត៌មានវិទ្យាការប្រមូលទិន្នន័យនិងការវិភាគសភាពការពីគ្រប់គ្រឿងបំពាក់តាមប្រព័ន្ធព័ត៌មានវិទ្យាដែលធ្វើឲ្យកងយុទ្ធពលខេមរភូមិន្ទបានអនុវត្តជាក់ស្ដែងទាំងការបញ្ជានិងការប្រើប្រាស់បាញ់គ្រាប់ពិតជាក់ស្ដែងឆ្លងកាត់ការធ្វើសមយុទ្ធនេះធ្វើឲ្យកងយុទ្ធពលខេមរភូមិន្ទយើងបង្កើតបានកម្រិតយល់ដឹងមួយកម្រិតទៀតនៅក្នុងឱកាសនោះបន្ទាប់ពីកងទ័ពទាំងពីរកម្ពុជាចិនបានបញ្ចប់ធ្វើការសម្ដែងរួមគ្នាក្នុងប្រតិបត្តិការចូលរំដោះចំណាត់ខ្មាំងនិងការកំទេចបោះសម្អាតទីតាំងជំរំរបស់ក្រុមភេរវកររួចមកសម្ដេចពិជ័យសេនាធិបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពិជាតិនិងឯកឧត្តមស្នេហ៍តូចាងហៃឈីងមេបញ្ជាការរងកងទ័ពជើងគោកតំណាងកងទ័ពរំដោះប្រជាជនចិនក៏បានទស្សនាការលោតឆាត់ទ្វេភាគីពីលើឧទ្ធម្ភិកចក្ររវាងកងទ័ពទាំងពីរកម្ពុជានិងចិនក្នុងឱកាសនោះដែរគណៈអធិបតីក៏បានទស្សនាការដង្ហែទង់ស្តេបូតាមឧទ្ធម្ភិកចក្ររបស់កងទ័ពជើងអាកាសកងយុទ្ធពលខេមរភូមិន្ទចំនួន5គ្រឿងដែលឧទ្ធម្ភិកចក្រនីមួយៗបានព្យួរទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាទង់ជាតិនៃសាធារណរដ្ឋប្រជាមានិតចិនទង់កងយុទ្ធពលខេមរភូមិន្ទទង់កងទ័ពរំដោះប្រជាជនចិននិងទង់សមយុទ្ធនាមាស2019បន្ទាប់មកគណៈអធិបតីក៏បានទស្សនាការសម្ដែងក្បាច់គុណកងទ័ពកម្ពុជាចិនដែលនៅក្នុងនោះកងពលតូចទ័ពពិសេសឆ័ត្រយង911បានសម្ដែងក្បាច់គុណកងយុទ្ធពលខេមរភូមិន្ទដែលមាន3ក្បួនខ្នាតធំៗក្នុងនោះមានក្បួនទី1គឺយុទ្ធគុណខំដែលសំដៅដល់ក្បាច់គុណអត្តយុទ្ធមលយុទ្ធយតិយុទ្ធនិងខណ្ឌយុទ្ធជាដើមការសម្ដែងក្បួនទី2គឺយុទ្ធសិលខំសំដៅលើមន្តអាគមគាថារួមមានមន្តកាត់មន្តបាំងមន្តតាំងនិងមន្តខេមរៈជាដើមរីឯក្បួនទី3គឺយុទ្ធកលខំសំដៅលើវិបយាយុទ្ធភូមិសាស្ត្រតារាសាស្ត្រចិត្តសាស្ត្រនិងការរៀបក្បួនទ័ពក្នុងការធ្វើសឹកសង្គ្រាមចំណែកឯកងទ័ពរំដោះប្រជាជនចិនក៏បានសម្ដែងក្បាច់គុណទៅតាមប្រពៃណីរបស់កងទ័ពប្រជាជនចិនបន្ទាប់ពីបានទស្សនាការសម្ដែងក្បាច់គុណកងទ័ពកម្ពុជាចិនទីកន្លែងធ្វើសមយុទ្ធទីបញ្ជាការរួចមកសម្ដេចពិជ័យសេនាធិបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពិជាតិនិងឯកឧត្តមស្នេហ៍តូចាងហៃឈីងមេបញ្ជាការរងទ័ពជើងគោកតំណាងកងទ័ពរំដោះប្រជាជនចិនព្រមទាំងគណៈអធិបតីចូលរួមបានអញ្ជើញក្នុងពិធីបិទសមយុទ្ធនាមាស2019សូមបញ្ជាក់ថាសមយុទ្ធនាមាស2019ដែលកងទ័ពទាំងពីរកម្ពុជានិងចិនបានធ្វើការវឹកហាត់រួមគ្នាទទួលបានលទ្ធផលប្រកបដោយជោគជ័យនេះគឺជាសមិទ្ធផលថ្មីមួយក្នុងសមិទ្ធផលជាច្រើនដែលសម្រេចបានផ្ដើមចេញពីទំនាក់ទំនងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពប្រទេសទាំងពីរកម្ពុជានិងចិនក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ហើយសមិទ្ធផលនេះបានលើកកម្ពស់ជានិច្ចសម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងកងទ័ពទាំងពីរក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនិងកងទ័ពទាំងពីរកម្ពុជានិងចិនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតនៅក្នុងឱកាសនោះសម្ដេចវិជ័យសេនាធិបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងឯកឧត្តមម្ដុំស្នេហ៍តូចាងហៃឈីងមេបញ្ជាការរងកងទ័ពជើងគោកតំណាងកងទ័ពរំដោះប្រជាជនចិនក៏បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមលំហាត់និងបានសរសើរដល់កម្លាំងចូលរួមធ្វើលំហាត់ផងដែរ